តោះសួស្តីបងប្អូនថ្ងៃនេះយើងចាប់ផ្ដើមរៀបចំមុខម្ហូបមកទៀតហើយនេះយើងមានបកាហើយមានបន្លែបងប្អូនដឹងថាធ្វើអីទេមានបកាមានបន្លែចេះនេះបន្លែហើយនេះគ្រប់មុខចេះយើងណាមកធ្វើគោឡើងភ្នំញ៉ាំណាបងប្អូនណាឃើញសាច់គេប្រឡាក់គ្រឿងរួចរាល់ហើយនេះបកងទឹកសាបបងប្អូនហើយឥឡូវយើងចាប់ផ្ដើមរៀបចំសាច់រៀបចំបន្លែរួចរាល់ហើយបងប្អូនយើងនៅតែចាប់ផ្ដើមបុកទឹកត្រីកកុងឥឡូវទឹកត្រីកកុងឲ្យយើងរៀបចំបេះម្ទេសបេះអីរួចរាល់ហើយប៉ុន្តែយើងបុកអត់បានថតជាវីដេអូបងប្អូនហើយនេះមកមើលបកងគេសាច់ឡើងស្រស់ហើយបន្លែគេនេះបងប្អូនចង់ញ៉ាំទេមើលតែប៉ុណ្្នឹងក៏ដឹងដែរយើងតែងតែញ៉ាំនៅហាងវាអត់គ្រប់ណាឥឡូវយើងធ្វើនៅផ្ទះញ៉ាំខ្លួនឯងងាយទេបងប្អូនហើយសាច់អាំងនេះលក្ខណៈសាមញ្ញជក់ចុងគ្រួសារឥឡូវនេះយើងរៀបចំបន្លែបង្ការរួចរាល់អស់ហើយមានអីទេមានតែយើងត្រៀមលក្ខណៈនឹងចំអិនញ៉ាំជុំគ្នាទាំងអស់គ្នាតែម្ដងទៅនេះឥឡូវយើងចាប់ផ្ដើមហើយចាប់ផ្ដើមបដាហើយនេះឆ្អិនលឿនដែរណាបងប្អូនតំរៀបចំរៀបអីបន្លែរួចរាល់អីឥឡូវចាប់ផ្ដើមយើងមកពិសាបរិភោគទាំងអស់គ្នាទៅមើលជាតិយ៉ាងណាបងប្អូនអាចមើលតមាត់គាត់អ្នកញ៉ាំទៅដឹងថាវាឆ្ងាញ់ប៉ុណ្ណាហើយឬក៏វាមិនសូវឆ្ងាញ់គាត់តែមើលមាត់ទៅដឹងនេះសម្បីកូនត្រេងក៏គាត់ឆ្ងាញ់ដែរផឹកទឹកមួយសិនឲ្យប៉ាបកឲ្យទៀតប៉ាកំពុងថតវីដេអូហ្នឹងណាឥឡូវនេះយើងចាប់ផ្ដើមដាក់បន្លែអីមិនថែមហើយបងប្អូនគឺមានស្ពៃគ្រប់មុខនេះសិតតែបន្លែបៃតងទាំងអស់ណាហើយយើងមានបកាបកងសាច់គោប៉ុន្តែយើងមានសាច់ជ្រូកទេតែមើលទៅទំនងនេះបងប្អូនយើងមានទឹកស៊ុបទឹកអីសម្រាប់ដាក់អញ្ចឹងណាប៉ុន្តែទឹកស៊ុបយើងធ្វើខ្លួនឯងទេបងប្អូនយើងមិនបាច់ចាំអីវែងឆ្ងាយទៅរកទឹកស៊ុបហាងអីទេយើងធ្វើវាយតែគ្រឿងក្រៅមកដាក់មកគឺអែមតែម្ដងឥឡូវនេះយើងញ៉ាំបានបដាហើយឥឡូវនេះមកថតមើលមុខខ្លួនឯងម្ដងមើលពេលដែលញ៉ាំហ្នឹងទៅវាឆ្ងាញ់ប៉ុណ្ណាអូយហត់ទឹកស៊ុបមួយសិនអែមណាស់បងប្អូនអើយណាមើលកូនត្រេននៅពីក្រោយណាហត់មួយទៀតសិនកូនត្រេននេះឲ្យតែឃើញប៉ាថតវីដេអូអីគឺអត់ឆ្ងាយពីប៉ាទេមើលកូនតូចនេះកូនបងគេចង់មកចូលវីដេអូដែរណាម៉ាក់គេចង់ចូលដែរណាថាណែថតញ៉ាំផងថតតើនេះកំពុងថតហើយឥឡូវយើងចាប់ផ្ដើមបន្តនៃការញ៉ាំបន្តទៀតទៅព្រោះអីយើងញ៉ាំបដាយើងថតវីដេអូបដាទៅទុកចែកជូនបងប្អូនទស្សនាដោយសារតែយើងញ៉ាំជុំគ្នាច្រើនណាប៉ុន្តែវាមហូបក៏វាច្រើនដែរណាមកមើលពុះខុយចេះតំណងនេះបងប្អូនហើយយើងដាក់សាច់ដាក់បន្លែដាក់អីថែមទៀតមកហើយយើងក៏បន្តញ៉ាំឯងដល់ម៉ោងដូចជារៀងយប់ដែរថ្ងៃហ្នឹងហើយយើងបន្តញ៉ាំជុំគ្នាឡើងមករហូតតាំងពី3-4នាក់បន្តទៅក្រៅហើយថ្ងៃហ្នឹងភ្លៀងទៀតបងប្អូនហើយភ្លៀងច្រាក់ភ្លៀងខ្លាំងបណ្ដោយរោតែញ៉ាំអីនៅខាងក្រៅមិនបានទេយើងអង្គុយតែក្នុងផ្ទះនេះឯងដោយសារតែវាជាប់ភ្លៀងណាជាប់ភ្លៀងពេកទៅយើងចេញទៅក្រៅមិនរួចទេមានតែអង្គុយញ៉ាំក្នុងផ្ទះជួបជុំបងប្អូនចេះទៅវាសប្បាយមួយយ៉ាងដែរប៉ុន្តែយើងវារៀងយ៉ាប់រឿងបត់ជើងរឿងពេនភ្នែនបន្តិចដោយសារតែក្បាលពោះម្នាក់រៀងធំបន្តិចដល់ពេលអញ្ចឹងទៅយ៉ារឿងពេនភ្នែនតែបើយើងមានតុកមានអីអង្គុយត្រឹមត្រូវទៅវាស្រួលអង្គុយតែបងប្អូនណាកូនត្រេនដាក់មួយចានឲ្យអង្គុយមើលមិនសូវញ៉ាំប្រហែលទេញ៉ាំបានតិចទេតែបើឃ្លានវិញគឺញ៉ាំបានច្រើនណាស់អង្គុយមើលអីអង្គុយមើលបកងហ្នឹងណាចង់ញ៉ាំបកងហើយនេះកូនបងប្អូននេះអារឿងសាច់នេះលេខ1ហើយចង់ញ៉ាំមើលយូរទៅចង់ញ៉ាំបកងណា